ទូលព្រមគុំខ្ញុំក្រណាខ្ញុំថ្ងៃនេះមានចំណាប់អារម្មណ៍លើកយកនៅប្រធានបទមួយដែលមាននៅក្នុងតម្រាពិជ័យមហាសង្គ្រាមដែលបិតាវិវត្តដាក់ទ្រង់ជាអគ្គមហាឥសីត្រីភពបានចងក្រងទុកជាប្រយោជន៍ដល់ការគ្រប់គ្រងរាជបុរីឬនគរមួយដែលកងកម្លាំងប្រដាប់អាវុធយើងហៅថាកងទ័ពត្រូវមានអង្គប្រកប4ប្រការជាកត្តាសំខាន់និងចាំបាច់ទីបំផុតទី1គឺជាអ្នកឆ្លៀសវៃក្នុងជ័យភូមិទី2ជាអ្នកបាញ់បានឆ្ងាយទី3ជាអ្នកបាញ់ត្រង់ទី4ជាអ្នកដែលអាចទម្លាយកងទ័ពធំបានកាលបុគ្គលណាអាចមាននៅបុគ្គលិកលក្ខណៈសម្បត្តិ4ប្រការនេះបុគ្គលនោះនឹងអាចទៅជាអ្នកចម្បាំងដ៏ប្រសើរដែលពូកែហើយអាចចាត់ទុកថាជាអង្គប្រកបរបស់ម្ចាស់ផែនដីមួយបានប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ក្នុងការគ្រប់គ្រងរាជបុរីឬគ្រប់គ្រងមហានគរមួយដោយភាពសុខដុមរមនារុងរឿងចម្រើនបានសូមអរព្រគុណនិងសូមអរគុណ